Bạnសូមជំរាបសួរអតិថិជនអរគ្នាអញ្ចឹងវីដេអូនេះខ្ញុំមកធ្វើការ testing ជាមួយនឹងម៉ាស៊ីន slide Epson CBS 18ជូនភ្ញៀវនៅខេត្តមុននឹងដាក់ជូនហើយអតិថិជនយកផ្គូផ្ជាមួយ laser អញ្ចឹងក៏ខ្ញុំធ្វើការ testing រួមគ្នាឲ្យហើយបាទអញ្ចឹងសម្រាប់ម៉ាស៊ីនដែលអតិថិជនយកខ្ញុំមក check ជាមួយនឹង serial code មុនសិនបាទអញ្ចឹងដើម្បីចុចមើល serial code យើងចុច menu ហើយយើងចុចកន្លែង info នេះមកគឺយើងឃើញហើយតែប្រើបាន100ម៉ោងជាងទេហើយសេរីកូដរបស់គាត់គឺ 669L ណាបាទអូខេអញ្ចឹងខ្ញុំសូម back មកវិញហើយយើងធ្វើការ testing ទៅលើនឹងប្រភេទ file សម្រាប់ព្រានបញ្ចុំណាបាទអូខេអញ្ចឹងនេះគឺជា file PowerPoint ដែលយើងមានអក្សរហើយយើងអាច control តាមជាមួយនឹង laser pointer ហើយ laser នេះគឺយើងមានជាមួយនឹងភ្លើងណាបាទភ្លើងនេះបើសិនជាខ្ញុំថតកាមេរ៉ានេះអ្នកនរប្រហែលជាមើលអត់ឃើញដោយសារតែវាផ្លាតជាមួយនឹងពលឺនេះពេកតើខ្ញុំដាក់ចិនចេះបាទតែបើយើងមើលជាក់ស្ដែងគឺអានេះគឺភ្លឺខ្លាំងមែនតើ laser ក្រហមនេះបាទអូខេអញ្ចឹងខ្ញុំមក slide show បន្ថែមហើយអតិថិជនអាចមើលជាមួយនឹងគុណភាពរបស់វាគឺចេញមកគឺ color អីមើលបានធម្មតាហើយដែលសំខាន់គឺយើងមានបើកភ្លើងបាទបងឃើញណាបាទយើងមានបើកភ្លើងពីខាងលើហើយតកតទៅជាមួយគុណភាពទាំងភាពច្បាស់របស់វាទាំងពណ៌ទាំងពលឺគឺយើងមើលបានដោយសារតែម៉ាស៊ីននេះពលឺវាគឺ 3000 NC lumen contrast វា10000/1 set graphic វា FVGA អញ្ចឹងគឺយើងអាចប្រើបានសម្រាប់ការបង្រៀនប្រជុំបាទដាក់ក្រៅ OK ឬក៏យកទៅប្រើលក្ខណៈគ្រួសារក៏បានដែរហើយសម្រាប់អតិថិជនយកទៅប្រើប្រាស់ផ្នែកបរិញ្ញាប្រជុំអញ្ចឹងខ្ញុំតេស្តតែប្រភេទ file ឯកសារបែបនឹងជូនបាទហើយសម្រាប់អក្សរអ្នកនរអាចមើលជាក់ស្ដែងទៅអក្សរ font បាទយើងអាចដាក់ចាប់ពី18ឬ20ឡើងទៅដើម្បីឲ្យសិស្សគាត់ស្រួលមើលណាបាទអក្សរប៉ុនដែលខាងពួកខ្ញុំ slide show នេះគឺយើងអាចប្រើបានឯ font ប៉ុណ្ណឹងណាបាទអូខេឃើញទេយើងមើលបានធម្មតាអូខេអញ្ចឹងដូចជាមានតែប៉ុណ្្នឹងទេអ្នកនរសូមអត់បង្ហាញអីច្រើនទេដោយសារតែខ្ញុំធ្លាប់បង្ហាញច្រើនតែជាមួយ S18 ហ្នឹងហើយគ្រាន់តែយើងឲ្យប្រកាសថាមុនដាក់ជូនភ្ញៀវម៉ាស៊ីនយើងដំណើរការធម្មតាអញ្ចឹងយើងមកតេស្តជាមួយនឹងមុខងារនេះបន្តិចដើម្បីឲ្យអតិថិជនគាត់មើលណាបាទអញ្ចឹងសម្រាប់ AV minute ដំណើរការធម្មតាឃើញទេបាទយើងបើកទៅវិញគឺម៉ាស៊ីនចេញវិញហើយខាងនេះគឺគេហៅថា focus lens បើសិនជាអ្នកនរគ្នាមើលទៅវាអត់សូវច្បាស់ព្រាលបែបហ្នឹងបាទយើង focus ធ្វើម៉េចបាទមកច្បាស់បែបនេះមកណាបាទយើងអាចសេរីឆ្វេងស្ដាំហើយនេះគេហៅថា keystone សម្រាប់ប្រចាំម៉ាស៊ីនបញ្ឆិតអានេះគេក្លុប B មកឬក៏យើងចង់ប្រើយើងអាចបកវាបន្តិចមកណាបាទហើយយើងសេរីចឹងខ្ញុំ testing ឲ្យមើលបាទដំណើរការធម្មតាណាអូខេចឹងខ្ញុំសូមដាក់វាមកកណ្ដាលវិញបិទវាទៅវិញដោយសារម៉ាស៊ីននេះវានៅថ្មីស្អាតមែនតើបាទអញ្ចឹងវាមានអានេះមកអីអត់តន់មានគេបកទេអានេះហ៎ហើយផ្នែកខាងក្រៅយើងមាន HDMI VGA SVTO OCA USB Type A Type B អញ្ចឹងគឺប៉ុណ្នេះយើងប្រើប្រាស់បានច្រើនជំរឿសមែនតើតែបើយើងប្រើជាក់ស្ដែងមែនតើទៅយើង input វាតាមតែ HDMI ទេហើយខាងនេះយើងមាន speaker ដែរហើយរុនកន្លែងដោតភ្លើងនៅចំហៀងនេះសម្រាប់អតិថិជនប្រើគឺត្រូវអាសាសម្អាតដោយសារនៅនេះក៏គេបានប្រាប់ដែរ please clean the filter regularly យើងឲ្យសម្អាត filter ឬក៏គេហៅថាសំណាញ់ខ្យល់របស់វាណាបាទឲ្យស្អាតជាប្រចាំអញ្ចឹងទៅអាច2សប្តាហ៍ឬក៏យ៉ាងយូរបំផុតអាចមួយខែបើសិនយើងផ្លិចណាមួយខែយើងដោះសម្អាតម្ដងឬក៏បងប្រើរាល់ថ្ងៃអាច2សប្តាហ៍អីហ្នឹងគឺយើងដោះគោះចេញម្ដងទៅដើម្បីកុំឲ្យម៉ាស៊ីនរបស់យើងនឹងស្ទះខ្យល់បាទបើស្ទះខ្យល់យើងប្រើទៅវាអត់គ្រប់អាយុកាលអំពូលរបស់វាហើយយើងបិទវាមកវិញមកបាទខ្ញុំដៃមួយយើងបិទបានតិចអូខេអញ្ចឹងដូចជាមានប៉ុណ្្នឹងទេបាទបងចង់បានម៉ាស៊ីនអីអាចតាក់ទងមកបានយើងមានស្តុកមិនច្រើនទេបាទយើងមានស្តុកតិចតួចមែនទេនេះហើយបងមើលម៉ាស៊ីនខ្នាតកដាលយើងមានតែ2 4 6នៅសល់តែ7គ្រឿងនឹងទៀតទេហើយក្រៅពីហ្នឹងយើងមានតែខ្នាត mini ហើយនឹងខ្នាតធំនៅក្រោយនោះបាទអញ្ចឹងបងចង់បានអាចមកមើលដល់ទីតាំងផ្ទាល់បានឬក៏អាចorder តាមឆាតឲ្យផ្សាយជូនដោយអតិថិជនក៏បានដែរអរគុណ